Bà chấm điệp xua bằng ổn rồi ngắn một bằng hành video bàរបៀបដាក់ខ្សែឆាកបងប្អូននឹងហើយរបៀបដាក់ខ្សែឆាកដើម្បីឲ្យឆាកតឹងល្អបាទបងប្អូនបើមិនធ្វើវិធីដូចខ្ញុំនេះទេបងប្អូននឹងពិបាកប្រើពេលព្រលឹមឡើងស្បែកខ្សែឆាកនឹងធូរបាទអញ្ចឹងបងប្អូនមើលវីដេអូនេះឲ្យចប់បងប្អូននឹងដឹងអំពីវិធីដាក់ឆាកដើម្បីឲ្យយើងទទួលបានឆាកដ៏ល្អសម្រាប់ប្រើបាទសម្រាប់លេងអញ្ចឹងដំបូងយើងយកបាទឆាកហ្នឹងមកបាទយើងកាត់មុខវាហើយបាទយើងយកกระดาษខាត់បាទกระดาษខាត់លេខ100ហ្នឹងបាទយើងយកមករុំវារុំនេះដើម្បីយើងដុតបាទដុតទៅកុំឲ្យវាឆេះរាលមកដល់ខាងគល់កំោងគល់កខ្សែហ្នឹងបាទយើងមិនរុំกระดาษខាត់ទេយើងដុតទៅវាឆេះអាខាងក្រោយកំោងហ្នឹងវាដាច់ច្រើនអញ្ចឹងយើងរុំกระดาษខាត់ឲ្យវាជិតមកបាទយើងដុតតែចុងនឹងបន្តិចដុតបរិចឲ្យបលូតវាដុតបរិចហើយអីគោះបាទគោះឲ្យវារីកក្បាលកំោងធំមកបាទដើម្បីយើងដាក់ក្នុងរន្ធឆាកចុងឆាកហ្នឹងវាទាញមកមិនរបូតបងប្អូនបាទតែកំោងយើងធំល្អយើងទាញមកអត់របូតទេបាទហើយវីដេអូនេះរៀងវែងតិចបងប្អូនបាទដោយសារតែរបៀបដាក់ឆាកនេះខ្ញុំដាក់ម៉ត់ចត់បាទខ្ញុំដាក់ម៉ត់ចត់ដាក់ព្រឹតព្រៀបបាទដើម្បីឲ្យឆាកយើងល្អហើយកូតទៅវាមិនលាន់ឆ្វេកបាទត្រូវបងប្អូនខ្លះបងប្អូនឆ្ងល់ថាវាលាន់ឆ្វេកមកពីអីបាទវាមានមកពីស្បែកវាតឹងជ្រុលបាទហើយវាផ្សំគ្នានឹងខ្សែឆាកយើងដែរបាទខ្សែឆាកបើយើងបងប្អូនដាក់មិនសិតវាឲ្យត្រង់ស្មើឲ្យរត់គ្នាត្រង់ទេវានៅគីកងលើគ្នាវាលមូលវិញលើគ្នាវានឹងឮសំឡេងមិនល្អទេបងប្អូនបាទពេលដែលយើងអូសដល់កន្លែងវាលមូលវាវិញលើគេមកសរសៃពិស័យវានៅគងលើគេហ្នឹងវានឹងលាន់បាទលាន់ឆ្វេកលាន់ស្អកលាន់ស្អាហ្នឹងបាទដោយសារតែឆាកយើងបាទវារៀងលមូលបាទឬមួយក៏មិនលមូលទេវាមានខ្សែសរសៃខ្សែខ្លះវាគងលើគេ1 2អញ្ចឹងបាទហើយដោយសារតែវាអត់តឹងល្អអញ្ចឹងវាធ្វើឲ្យបងប្អូនកូតទៅវាមានសំឡេងស្អកវាលាន់ឆ្វេកអីចឹងហ្នឹងហើយដោយសារតែឆាកយើងមិនស្មើល្អអញ្ចឹងបងប្អូនមើលវីដេអូនេះបាទឲ្យចប់បងប្អូននឹងដឹងអំពីវិធីធ្វើហើយយកទៅធ្វើដើម្បីឲ្យឆាកបងប្អូនបាទតឹងល្អបាទព្រលឹមឡើងក៏នៅតែតឹងដែរអញ្ចឹងខ្ញុំដុតហើយបាទខ្ញុំមានអង្គមបាទសម្រាប់រឹតបថយវាមកបទាញខ្សែយើងឲ្យតឹងបាទហ្នឹងហើយអង្គមឈើនេះបាទខ្ញុំច្នៃខ្លួនឯងទេបាទច្នៃក្បាលដែកសងខាងមកបាទហើយមានប្រឡងមូលថយទៅមុខទៅក្រោយបានដើម្បីយើងដាក់ខ្សែឆាកហើយយើងរុំវាភ្ជាប់ហើយយើងថយក្រោយទាញខ្សែឆាកយើងឲ្យតឹងបាទហ្នឹងហើយឥឡូវខ្ញុំដុតរោលវាបានកំោងល្មមដែលយើងដាក់ទៅជាប់ហើយបាទយើងកាត់សរសៃឆាកចេញខ្លះបាទវាច្រើនពេកបើយើងដាក់មកចំពួចទាំងអស់បាទវាច្រើនឆាកយើងវាធំពេកបាទអូសទៅវានឹងប៉ះកនឹងឯកហ្នឹងវាប៉ះទាំងពីរហ្នឹងវាលាន់ស្អកស្អាអញ្ចឹងយើងស្រឡាញ់វារៀងល្មម
mình thomពេកមិនតូចពេកហ្នឹងហើយឥឡូវខ្ញុំចាប់ផ្ដើមសិតហើយបងប្អូនដាក់បងប្អូនសិតដូចខ្ញុំដែរទេហ្នឹងហើយបើខ្ញុំដាក់ខ្ញុំសិតបែបនេះយើងយកក្រាស់ថ្មិញល្អិតក្រាស់ដែលយើងសិតហ្នឹងថ្មិញល្អិតថ្មិញទូចរបៀបដូចស្និតសិតចៃអញ្ចឹងយកអាថ្មិញល្អិតទូចហ្នឹងដើម្បីសិតវាឲ្យស្មើឆាកយើងល្អសិតហើយយើងច្បូតមើលខ្សែណាដែលវាសរសៃណាដែលវាខ្លីជាងគេយើងផ្ដាច់ចោលមកផ្ដាច់ចោលអស់មកហើយខ្សែណាសរសៃវាវែងគេវែងឯងហ្នឹងអាណាវារៀងធូរវាយាជាងគេហ្នឹងចាប់ហូតវាយកមកដាក់ឲ្យតឹងស្មើគេស្មើឯងឥឡូវខ្ញុំសិតបងប្អូនដាក់បងប្អូនកុំខ្ជិលសិតរឿងសិតនេះសិតឲ្យវាសរសៃឆាកយើងវារលូនត្រង់ភ្លឹងវាស្មើគ្នាវាអត់មានកងវាអត់មានវិញលើគ្នាទេពេលដែលយើងសិតក្រាស់ថ្មិញល្អិតហ្នឹងមកវារត់គ្នាភ្លឹងបែបហ្នឹងបានយើងឆាកយើងត្រង់គ្នាល្អសរសៃឆាកយើងត្រង់ព្រិញมันមានកងលើគ្នាมันមានលមូលលើគ្នាទេហើយពេលដែលបងប្អូនដាក់បងប្អូនមើលផងមុននឹងសុកចូលខាងដងបងប្អូនមើលកុំឲ្យវាលមូលតែវាលមូលកូតទៅសំឡេងត្រូវយើងអត់ល្អទេវាលន់ស្អាលន់ស្អកស្អាហ្នឹងដោយសារតែសរសៃឆាកយើងលមូលវាកងលើគ្នាអញ្ចឹងវាធ្វើឲ្យសំឡេងត្រូវរបស់បងប្អូនលន់ស្អកស្អាឥឡូវខ្ញុំសិតហើយខ្ញុំចែកវាជាពីរដើម្បីសុកចូលក្នុងអង្គមរឹតទាញឲ្យខ្សែយើងវាត្រង់ហ្នឹងហើយពេលដែលខ្សែយើងទាញបានត្រង់ហើយបញ្ចូលក្នុងគុំហ្នឹងរឹតទាញឲ្យតឹងនៅក្នុងគុំហើយបងប្អូនស្រោចទឹកក្តៅបងប្អូនស្រោចទឹកក្តៅឥឡូវខ្ញុំដាក់ចូលក្នុងគុំហើយហើយទឹកក្តៅខ្ញុំដាំត្រៀមរួចហើយខ្ញុំដាំពុះទុករួចហើយខ្ញុំទាញខ្សែនេះតឹងហើយខ្ញុំយកទឹកក្តៅស្រោចឥឡូវខ្ញុំដាក់ចូលក្នុងគុំហើយហើយនិយាយពីរឿងសិតបងប្អូនត្រូវសិតវា2 ដង2 ដង 3 ដងមុននឹងដាក់ចូលគុំយើងសិតវាឲ្យស្មើគ្នាហើយបានយើងរឹតគុំទាញបានតឹងស្មើល្អហើយពេលយើងដាក់កុំគិតថាយូរបងប្អូនបើយើងធ្វើយកលឿនវាមិនបានស្មើស្អាតមិនបានត្រង់ស្អាតទេអញ្ចឹងយើងសុខចិត្តប្រើពេលយូរដើម្បីទទួលបានឆាកយើងស្មើល្អឥឡូវខ្ញុំដាក់ចូលគុំហើយខ្ញុំសិតម្ដងទៀតបងប្អូនសិតទៅសោះវាទៅតែលូនភ្លឹងហើយបានយើងបញ្ចូលក្នុងគុំម្ខាងទៀតរឹតទាញវាថយវាឲ្យតឹងល្អបានយើងស្រោចទឹកក្តៅជាក្រោយ
បាទវីដេអូនេះរឿងវែងតិចបងប្អូនបាទដោយសារតែយើងធ្វើផ្ចិតផ្ចង់ព្រឹត្តព្រៀបវាឲ្យបានស្មើល្អអញ្ចឹងវារៀងយូរបាទបាទឥឡូវខ្ញុំដាក់ចូលក្នុងអង្គមហើយបាទសោកចូលក្នុងរួនដែលខ្ញុំចោះវាតម្រូវសោកវាឲ្យរុំរៀងពិបាកសោកទេបងប្អូនបាទដោយសារតែរួនវារៀងតូចបាទឥឡូវសោកចូលហើយសោកចូលហើយរុំបងប្អូនរុំវាឲ្យទាញឲ្យតឹងហើយយើងរុំវាជាប់ហើយចាំយើងបន្ថយអង្គមយើងដើម្បីរឹតឲ្យវាតឹងហើយបើបងប្អូនគ្មានអង្គមរឹតដូចខ្ញុំទេបាទបងប្អូនអាចចងពយួរវាបតោងដុំថ្មមកឲ្យវាតឹងហើយចាំយើងស្រោចទឹកក្តៅក៏បានបាទទឹកក្តៅយើងស្រោចឲ្យវាត្រង់សាច់បងប្អូនឲ្យវាស្លាប់សាច់ពេលដែលយើងទាញវាតឹងហើយយើងស្រោចទឹកក្តៅឲ្យវាងាប់សាច់កុំឲ្យវារួញមកវិញបាទហ្នឹងហើយអញ្ចឹងខ្ញុំរឹតហើយចាប់ផ្ដើមរឹតហើយតឹងហើយបាទតឹងមើងហើយហ្នឹងហើយបងប្អូនពេលដែលតឹងហើយបាទយើងស្រោចទឹកក្តៅមកអង្គមនេះខ្ញុំច្នៃខ្លួនឯងទេបងប្អូនបាទហើយបើបងប្អូនមិនចេះច្នៃបងប្អូនចងពយួររកដុំថ្មរាងធ្ងន់មកបតោងចងពយួរវាឲ្យតឹងមកយើងស្រោចទឹកក្តៅបានដូចគ្នាបាទពេលដែលតឹងហើយខ្ញុំសិតថែមទៀតជៀសវាងកុំឲ្យវាកងលើកគ្នាបាទទឹកខ្សែកងលើកគ្នា2សរសៃ3សរសៃរៀងល្មូលហ្នឹងអាហ្នឹងវាធ្វើឲ្យត្រយើងស្អកទាញទៅលាន់ឆ្វេកអីហ្នឹងបាទហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមស្រោចទឹកក្តៅហើយបាទបងប្អូនដាក់ប្រឈរអញ្ចឹងមកបាទដើម្បីយើងស្រោចទឹកក្តៅទៅទឹកក្តៅហូរទៅដល់ក្រោមវាតឹងពីលើដល់ក្រោមបាទហ្នឹងហើយស្រោចឲ្យច្រើនតិចមកបងប្អូនហ្នឹងហើយយើងស្រោចឲ្យយូរឲ្យច្រើនតិចមកទឹកហ្នឹងដើម្បីវាត្រង់ល្អពេលដែលយើងទិញពីផ្សារមកបងប្អូនគេបត់គេអីហ្នឹងអាកន្លែងវាបត់ចងហ្នឹងអាហ្នឹងវាធ្វើឲ្យខ្សែឆាកហ្នឹងវាកងែកកន្លែងហ្នឹងខ្លាំងហើយដល់ពេលយើងរុះទាញមកវាប៉ោងអញ្ចឹងយើងស្រោចទឹកក្តៅនេះកុំឲ្យវានៅប៉ោងទៀតបាទឲ្យវាត្រង់ឲ្យវាស្លាប់សាច់ហើយត្រង់បាទឥឡូវខ្ញុំស្រោចទឹកក្តៅហើយខ្ញុំសិតទៀតហើយបងប្អូនបាទសិតឲ្យវាស្មើសាច់ល្អឲ្យវាយឺតស្មើទៅក្រោយល្អក្រោយវាយើងសិតហើយយើងស្រាយយកមកដាក់ឆាកតែម្ដងបាទហើយបងប្អូនមើលវីដេអូនេះតចប់បាទបានដឹងថាខ្ញុំដាក់ឲ្យវាតឹងហ្នឹងដាក់បែបណាពេលដែលយើងដាក់ស្នៀតក៏ដូចគ្នាបងប្អូនបាទដាក់ស្នៀតបងប្អូនកុំដាក់ឲ្យតឹងតែម្ដង
ឲ្យវានៅធូរសិនដើម្បីយើងចាប់កន្ទុយឆាកទាញបាទទាញឲ្យតឹងហើយចាំយើងគោះស្នៀតបន្ថែមឲ្យតឹងតែយើងដាក់ឲ្យតឹងពេលវាយចូលដាក់ឲ្យតឹងតែម្ដងវាយយកតែម្ដងឆាកយើងធូរបាត់ហើយឆាកយើងអត់ទាន់តឹងផងយើងវាយស្នៀតជាប់ខ្លាំងហើយស្នៀតវាមិនបឺតទេវាគ្រាន់តែគៀបខ្សែឲ្យវាជាប់អញ្ចឹងពេលដែលបងប្អូនដាក់ស្នៀតក្នុងដងឆាកបងប្អូនកុំទាន់វាយឲ្យតឹងគ្រាន់តែសើកហើយយកដៃសកត់វានៅធូរល្មមមកយើងចាប់កន្ទុយឆាកទាញឲ្យតឹងបានបាទបាទឥឡូវខ្ញុំដោះចេញពីអង្គមហើយបាទបញ្ចូលនៅក្នុងឆាកដងឆាករបស់យើងបាទហ្នឹងហើយវីដេអូនេះរឿងវែងបងប្អូនព្រោះយើងធ្វើចិត្តចង់ព្រឹកព្រៀបដើម្បីបានឆាកល្អប្រើព្រលឹមឡើងអត់ធូរធានាបងប្អូនធានាថាព្រលឹមឡើងអត់ធូរទេនៅតឹងធម្មតាហើយបងប្អូនខ្លះគាត់ទេមកសួរខ្ញុំថាឆាកព្រលឹមឡើងធូរអត់ឆាកលោកគ្រូបាទហើយឆាកគាត់ក៏ថាព្រលឹមឡើងធូរឡើងធូរខ្លាំងលេងមិនចង់កើតបាទហើយខ្ញុំប្រាប់ពិធីគាត់ឲ្យគាត់ដាក់ដូចខ្ញុំនេះបាទបាទឥឡូវខ្ញុំចាប់ផ្ដើមដាក់ចូលក្នុងចុងឆាកហើយបាទហើយពេលដែលបងប្អូនដាក់បងប្អូនត្រៀមស្នៀតឲ្យហើយបាទធ្វើស្នៀតទុកឲ្យហើយដើម្បីយើងទាញបានតឹងហើយយើងសកស្នៀតយកតែម្ដងហើយពេលប្រសកឆាកបងប្អូនមានខ្សែលីឡុងតាន់បងប្អូនបាទកាត់វាវែងពីច្អាមមកបត់វាជាពីរបាទបត់ជាពីរមកដើម្បីយើងយកសកពួកតាក់ទាញខ្សែឆាករបស់យើងបញ្ចូលក្នុងរន្ធឆាកបាទឥឡូវខ្ញុំសកបានមួយហើយយើងសកទាំងអស់តែម្ដងទាញអត់ទៅទេបងប្អូនបាទទាញមិនរួចទេអញ្ចឹងយើងចែកវាជា2ឬជា3ដើម្បីយើងទាញធូរបាទ2ដងរាងតឹងម្លេច3ដងដើម្បីទាញទៅចូលងាយចូលស្រួលបើបងប្អូនដាក់ទាំងធំតែម្ដងបងប្អូនបត់ជា2ទៀតវាអត់ចូលអត់រួចទេបាទបងប្អូនលឡុងតាន់បងប្អូនរកលឡុងតាន់បាទបើលួសក៏បានដែរប៉ុន្តែលួសពិបាកជាងលឡុងតាន់វាស្អិតតែបើខ្សែលឡុងតាន់ខ្សែតន័យយើងហ្នឹងបាទខ្សែគេធ្វើខ្សែម៉ែត្ររៀបអិតហ្នឹងបងប្អូនយកវាមកកាត់ពីចំអាមមកបត់វាជាពីរទៅបាទយើងសកទាញទៅវាស្រួលវាល្អិលខ្សែហ្នឹងបាទហ្នឹងហើយខ្ញុំសកចូលចុងឆាករួចហើយបាទទាញមកហ្នឹងហើយបងប្អូនខ្លះគាត់ធ្វើដូចខ្ញុំដែរបងប្អូនខ្លះគាត់មិនដឹងពីរបៀបធ្វើទេតែបងប្អូនខ្លះគាត់ចេះហើយបាទគាត់ដឹងអំពីរបៀបដាក់
បែបណាហើយបាទតែខ្ញុំនិយាយចំពោះអ្នកដែលគាត់ធ្លាប់ដាក់ដែរតែដាក់មិនបានតឹងបាទដាក់ទៅវានៅញ៉េញ៉ៃនៅលំមាក់លមួលឆាកយើងមិនស្អាតមិនល្អហ្នឹងយើងកោតសំឡេងត្រូវក៏មិនច្បាស់ល្អដែរបងប្អូនដាក់បានដាក់កើតដូចគ្នាប៉ុន្តែគ្រាន់តែដាក់ទៅវាមិនស្មើទៅស័យល្អហ្នឹងត្រូវយើងលើស្អកស្អាហ្នឹងដោយសារតែឆាកយើងវាលមួលវាកងលើគ្នាហ្នឹងហើយបាទខ្ញុំដាក់ចូលចុងឆាកហើយឥឡូវនៅសោកខាងគល់ម្ដងតែមុននឹងសោកក្នុងគល់បាទសិតទៀតបងប្អូនបាទសិតតតាលលូនភ្លឹងសិតតតែសិតលេខតាក់ទើបតែវាស្មើសាច់គ្នាខេងហើយបានយើងបញ្ចូលក្នុងគល់ឆាកបាទចឹងសិតទៀតមកបងប្អូនបាទមុននឹងបញ្ចូលខាងដងសិតទៀតមកព្រោះយើងដាក់ទាញចូលមិញវារាងញ៉េញ៉ៃវិញហើយបាទព្រោះយើងសោកចូលក្នុងចុងឆាកហ្នឹងវារាងជ្រួញរាងញ៉េញ៉ៃវិញហើយអញ្ចឹងយើងសិតទៀតមកបាទយើងសិតលើកទី1សិតដើម្បីឲ្យវាត្រង់ហើយយើងទាញឲ្យតឹងដើម្បីចាក់ទឹកក្តៅបាទហើយយើងសិតលើកទី2នេះបើយើងសិតដើម្បីបញ្ចូលក្នុងគល់ឆាកបាទបងប្អូនឥឡូវវាត្រង់ភ្លឹងហើយបាទស្មើថេកត្រង់ភ្លឹងហើយយើងញែកវាជា2ជា3ទៀតមកដើម្បីសោកចូលក្នុងដងឆាកបាទហើយបងប្អូនខ្លះគាត់មានត្រូវគាត់ចេះលេងត្រូវតែគាត់មិនអាចចេះដាក់ឆាកទេបាទគាត់ចេះដាក់ឆាកទេគាត់ចេះតែលេងពេលដែលត្រូវដូរខ្សែឆាកវាដាច់អស់សល់ទួចត្រូវដូរគាត់អត់ដឹងថាវិធីដូររបៀបណាអញ្ចឹងបាទអញ្ចឹងខ្ញុំធ្វើវីដេអូនេះដើម្បីបង្ហាញឲ្យគាត់ចេះដាក់ខ្លួនឯងត្រូវដែលយើងប្រើយូរឆ្នាំទៅវាចេះតែដាច់ឆាកទូទៅអញ្ចឹងបងប្អូនយើងត្រូវដូរខ្សែឆាកហើយបងប្អូនខ្លះគាត់ចេះដូរគាត់នៅតែលេងអាខ្សែឆាកតិចហ្នឹងអត់ដឹងថាវិធីដូររបៀបណាហើយទៅរកអ្នកដូរនៅឯណាអញ្ចឹងវាធ្វើឲ្យគាត់លំបាកខ្ញុំក៏ធ្វើវីដេអូនេះដើម្បីចែកចម្លែកឲ្យបងប្អូនចេះដាក់ខ្លួនឯងបាទឥឡូវយើងញែកវាមកញែកវាជា2ផ្នែក3ផ្នែកក៏បានបងប្អូនដើម្បីយើងស្រួលទាញចូលបើចែកវា2ផ្នែកវាអាចទាញរាងតឹងចែកវាជា3ចំណែកបងប្អូនហូតមកនេះហូតធូរហូតបាទមើលរបៀបដាក់ចូលមកផ្នែកចាក់ដាហើយរុំនៅជើងមករុំនៅជើងហ្នឹងសាច់ដែលសល់ហ្នឹងស្រូបចូលតាមក្រោយទៀតបាទរុំនៅជើងពីសិនបានស្រួលស្រូបផ្នែកក្រោយទៀតបាទ
គាត់អត់ចេះដាក់គាត់ទៅមិនចូលគាត់ដាក់ពីលើហ្នឹងហើយគាត់យកខ្សែយឺតឬមួយក៏ខ្សែកណាត់អីរុំពីលើរុំកិនពីលើជាប់តែម្ដងគាត់អត់ចេះយកក្នុងរន្ធហ្នឹងទេបងប្អូនខ្លះគាត់យកមកឲ្យខ្ញុំធ្វើឲ្យហ្នឹងបាទគាត់អត់ដឹងយកវាមិនឲ្យចូលចឹងគាត់ដាក់រុំពីលើតែម្ដងហើយអត់ធ្វើមិនបានតឹងវាអត់តឹងល្អទេឆាកនឹងគូញ៉ៃពាក់គ្នាដាច់ពីពីពងចឹងគាត់យកមកឲ្យខ្ញុំដាក់ឲ្យគាត់ដូរឲ្យគាត់ទៅបាទបងប្អូនខ្លះទៀតគាត់គាត់គូគាត់គូខ្ញុំហើយគាត់យកមកឲ្យខ្ញុំដូរឲ្យដល់ផ្ទះឥឡូវចុះចូលអស់ទាំងអស់ហើយតែផ្ដើមពីតឹងហើយសិតម្ដងទៀតត្រង់ភ្លឹងហើយបានពីតឹងដាក់វាធ្វើតែម្ដងបាទពីតឹងហើយសិតស្មើគ្នាបងប្អូនរុំនៃជើងចាប់ជើងចូលស្នៀតចូលនេះបងប្អូនผมទាន់ដាក់ឲ្យវាតឹងผมទាន់គោះឲ្យតឹងយកឲ្យវាតឹងល្មមមកយើងនៅចាប់ទៅឆាកពីបានបាទនេះរៀនគូបាទអត់តឹងទេដូរស្នៀតឲ្យធំជាងបាទគឺរបៀបហ្នឹងបាទដើម្បីយើងបានខាត់បាទត្រង់ស្មើល្អយើងតើពេលរបៀបយ៉ាងយូរទៀតបងហើយពី30នាទីដល់ទៅហើយយូរមែនតែពេលហើយយើងបានខាត់តឹងល្អហើយជំនឿថាព្រលឹមឡើងបានអត់ធូរបងប្អូនជំនឿថាព្រលឹមឡើងនៅតឹងដូចដើមហ្នឹងអូនបាទវែងពីដែរធូរអស់មិនតឹងដែរចូលដាក់ធំចូលបងប្អូនគាត់ដំយកតែដៃកត់តឹងហ្នឹងតឹងខ្លាំងតឹងល្មមគឺល្មមហ្នឹងចាំតឹងយកតែជាក់បងប្អូនគឺរូបថាផងដែរបងប្អូនថាឲ្យប្រើកើតចាប់បានខាងថ្មីមិនថ្លៃមិនថ្លៃនេះត្រឹមតែ$20បាទ